ព្រឹកថ្ងៃអាទិត្យនៅដងព្រែកចុងភូមិថ្ងៃនេះព្រិញនឹងមិត្តនាំគ្នាមកបង្ហោះខ្លែងលេងយ៉ាងសប្បាយរីករាយគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានតោះសម្លាញ់ធ្លាក់ខ្យល់ហើយឆាប់បង្ហោះខ្លែងភ្លាមទៅឲ្យលូនឡោងលូនអូហូខ្លែងរបស់ខ្ញុំហោះបានខ្ពស់ខ្លាំងណាស់ព្រិញអើយប៉ាត់ជីល្អមែនតើពួកអញមើលតើមែនហើយគូលែនឯងនេះពូកែធ្វើខ្លែងដល់ហើយរៀងរៅក៏ស្អាតហើយហោះបានខ្ពស់ទៀតផងហើយចុះខ្លែងរបស់ខ្ញុំវាកាត់ស្អីវារករៀងមិនស្អាតហើយហោះបានទៀបទៀតក្តៅចិត្តណាស់ខ្ញុំអស់អារម្មណ៍បង្ហោះទៀតហើយថយមែនតើណែមកទេឯងធុញទ្រាន់ធ្វើអីបើខ្លែងមួយនេះមិនស្អាតឯងធ្វើថ្មីទៅចាំគ្នាប្រាប់ឯងពីរបៀបធ្វើក៏បានមិនអីទេមិនបាច់ទេខ្ញុំចេះធ្វើហើយយ៉ាងម៉េចគ្រាន់តែធ្វើខ្លែងប៉ុណ្ណឹងឯងគិតថាខ្ញុំធ្វើមិនកើតមែនគ្មានស្អីពិបាកទេបានហើយថ្ងៃនេះយើងលេងប៉ុណ្ណឹងបានហើយបញ្ញាប់ត្រឡប់ទៅផ្ទះវិញទៅកុំឲ្យអ្នកផ្ទះចាំភ្លើហូបបាយណាឡទៅក៏ទៅតគ្រប់គ្នាក៏ដើរត្រឡប់ទៅផ្ទះវិញព្រឹកស្អែកឡើងព្រិញនឹងមិត្តក៏មកបង្ហោះខ្លែងលេងម្ដងទៀតអាយ៉ាខ្លែងរបស់ខ្ញុំហោះបានខ្ពស់ដល់ហើយចេយោបន្លាយខ្សែបន្តិចទៀតទៅស្វាយល្អអាយ៉ាហោះបានខ្ពស់ល្អណាស់ស្វាយអើយហើយចាំប្រទេសវិញខ្លែងរបស់ឯងយ៉ាងម៉េចដែរហើយឯងមើលទៅខ្លែងរបស់ខ្ញុំហោះបានប្រហែលខ្លែងពួកឯងដែរហ្នឹងហើយមិនដឹងថាវាកាត់ស្អីវាទេគ្រាន់តែហោះឲ្យបានខ្ពស់ជាងគេបន្តិចក៏មិនបានគេសប្បាយចិត្តគ្រប់គ្នាហើយឯងមកអន់ចិត្តធ្វើអីណែមកទេធ្វើជាមនុស្សត្រូវចេះត្រេកអរនៅរបស់ដែលខ្លួនមានធ្វើបានប៉ុណ្ណាត្រេកអរប៉ុណ្ណឹងទៅបានហើយកុំបាច់មកហៃអើច្រើនខ្ញុំថ្លង់ខ្លាំងណាស់ខ្ញុំទៅផ្ទះមុនហើយមកទេហើយគេយ៉ាងម៉េចទៀតហើយនឹងជ្រុកគេតែប៉ុណ្ណឹងទៅហើយកុំទៅប្រកាន់គេអីបានហើយយកមកបរហោះខ្លែងលេងបន្តទៀតទៅហេតុអីក៏ខ្ញុំធ្វើមិនបានល្អដូចពួកគេហេតុអីក៏ពួកគេតែងតែឈ្នះខ្ញុំរហូតតើមកពីហេតុអីទៅរំពេចនោះក៏មានបរិសុទ្ធចំណាស់ម្នាក់បានដើរចូលមករកមកទេចៅអើយចៅហើយចៅកើតអីមិនក៏ដើរបដើចង់យំបដើអញ្ចឹងលោកតាមិនឲ្យខ្ញុំចង់យំយ៉ាងម៉េចទៅលោកតាខ្ញុំតូចចិត្តណាស់លោកតាអើយហើយចៅឯងមានរឿងអីប្រាប់តាមកចៅម្ទេសក៏បានរៀបរាប់រឿងរបស់ខ្លួនប្រាប់ទៅតាចាអូរឿងចឹងទេមិនអីទេចៅចាំតាជប់ខ្លែងដ៏ស្អាតមួយឲ្យចៅយកទៅបង្ហោះលេងលោកតាថាម៉េចហ្នឹងលោកតាជប់ខ្លែងឲ្យខ្ញុំមែនក៏អីវាជាការប៉ັດមែនណាចាំតិចណាភ្លាមនោះតាចាស់ក៏បានជប់ខ្លែងវេទមន្តដ៏ស្រស់ស្អាតមួយហើយហុចខ្លែងនោះទៅឲ្យម្ទេសអាយ៉ាប៉ាត់ជាអស់ចាស់ខ្លាំងណាស់លោកតាអើយខ្លែងនេះស្អាតខ្លាំងណាស់ខ្ញុំស្រឡាញ់វាមែនទែនតែប៉ុណ្ណេះខ្ញុំអស់អារម្មណ៍ហើយតែតាប្រាប់ឲ្យហើយណាបានខ្លែងនេះទៅចូលចៅកុំមានអំនួតក្អេងក្អាងកុំមានសេចក្តីប្រមាថមើលងាយអ្នកដទៃឲ្យសោះបើមិនចឹងខ្លែងនេះនឹងអស់ឥទ្ធិពលហើយក៏មិនអាចជួយអ្វីចៅឯងបានដែរចៅដឹងហើយលោកតាអរគុណលោកតាខ្លាំងណាស់ហើយលុះស្អែកឡើងម្ទេសក៏យកខ្លែងនោះទៅបង្ហោះលេងជាមួយមិត្តភ័ក្តិរបស់ខ្លួនអាយ៉ាពួកឯងមើលនោះទៅខ្លែងរបស់ម្ទេសហោះបានខ្ពស់ដល់ហើយគឺខ្ពស់ហួសឆ្ងាយពីខ្លែងពួកយើងតែម្ដងមែនហើយមិនត្រឹមតែហោះបានខ្ពស់ទេថែមទាំងស្អាតជាងខ្លែងពួកយើងទៀតអាយ៉ាឯងនេះពូកែធ្វើខ្លែងដល់ហើយម្ទេសអើយត្រូវហើយរបស់ខ្ញុំស្អាតអញ្ចឹងល្អអញ្ចឹងយ៉ាងមិនដែរលុយទេណែព្រិញអើយខ្ញុំមើលតែខ្លែងរបស់ឯងដូចជាយ៉ាប់យឺនដល់ហើយហោះបានទៀបបើចេញជាមួយខ្លែងរបស់ខ្ញុំមិននឹងឈ្នះទៅមិនអីទៅសម្លាញ់បានប៉ុណ្ណាប៉ុណ្ណឹងទៅចោះគ្នាមិនគិតអីច្រើនទេខ្ញុំគ្រាន់តែប្រាប់ទេប្រយ័ត្នតែហោះធ្លាក់ខ្ពាកទៅរំពេចនោះខ្លែងរបស់ម្ទេសក៏ប្រែរូបរាងទៅជាលេងស្អាតហើយធ្លាក់មកទៀបជាខ្លែងរបស់មិត្តទៅវិញអត់ទេមានរឿងស្អីហ្នឹងមិនក៏ទៅជាអញ្ចឹងមិនអាចទេហើយចុះខ្លែងរបស់ឯងកើតអីហ្នឹងមកទេ
ឬមួយក៏មកពីខ្ញុំធ្វើខកបណ្ដាំលោកតាមកពីខ្ញុំអួតក្អេងក្អាងហើយមើងងាយគេទៅខ្លាញ់របស់ខ្ញុំខ្លាញ់មកជាបែបនេះហើយលោកតាអើយខ្ញុំខុសហើយលោកតាបានហើយអញកុំជុំអីយ៉ាងណាអញត្រូវចេះទទួលស្គាល់ការប៉ັດហើយត្រូវទទួលយករបស់ដែលឯងមានប៉ុណ្ណាក៏ត្រេកអរប៉ុណ្ណឹងទៅសម្លាញ់អើយខ្ញុំដឹងខុសហើយអើយខ្ញុំព្រមទទួលហើយអំនួតក្អេងក្អាងនាំទៅរកភាពបរាជ័យមិនគួរមានចិត្តច្រណែនចង់ឈ្នះចង់ចាញ់អ្នកដទៃឡើយធ្វើជាមនុស្សត្រូវចេះត្រេកអរនៅរបស់ដែលខ្លួនមានប៉ុណ្ណាត្រេកអរប៉ុណ្ណឹងតបចិត្តនឹងថឹងមិនសូវមានទោសសូមរងចាំទស្សនាវគ្គបន្ត គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន